រិរៈរាជិនីចាប់ដើមលលាយវត្តហរិរៈរាជិនីថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅលេងវត្តវាំងចាស់ដែលជាអតីតព្រះរាជវាំងនៅសម័យឧដុង្គនៅតាមផ្លូវចូលទៅនេះគឺយើងសង្កេតឃើញមានគូទឹកនៅសងខាងផ្លូវហើយយើងធ្វើដំណើរជិះមួយជុំវត្តនេះសិនមិនទាន់ចូលទៅវត្តព្រាមៗទេពេលដែលយើងជិះមួយជុំវត្តនេះយើងឃើញមានគូទឹកនៅព័ទ្ធជុំវិញវត្តនេះទាំងអស់គូទឹកបែបនេះយើងឃើញមានដូចនៅអង្គរវត្តសៀមរាបដែរជាទំនៀមទម្លាប់ខ្មែរពីបុរាណកាលណាមានសង់ព្រះរាជដំណាក់ឬព្រះរាជវាំងតែងតែមានគូទឹកនៅព័ទ្ធជុំវិញជានិច្ចឥឡូវយើងជិះបានមួយជុំហើយឥឡូវយើងមកចូលតាមក្លោងទ្វារខាងមុខនេះវិញចាឥឡូវយើងចូលទៅខាងក្នុងមើលទស្សនវិជ្ជាទូទៅខាងក្នុងសិនមុននឹងបង្ហាញពីប្រវត្តិនៃវត្តវាំងចាស់នេះខ្ញុំសូមបង្ហាញត្រួសពីប្រវត្តិរបស់ព្រះរាជាដែលសោយរាជ្យនៅចុងក្រោយបំផុតនៅក្នុងរាជវាំងនេះគឺព្រះបាទអង្គឌួងព្រះបាទអង្គឌួងគឺជាព្រះរាជាចុងក្រោយដែលសោយរាជ្យនៅរាជវាំងក្រុងឧដុង្គនេះព្រះបាទអង្គឌួងទ្រង់ប្រសូតនៅគ្រិស្តសករាជ1796ដល់1860រជ្ជកាលគ្រងរាជ្យគឺចាប់ពីគ្រិស្តសករាជ1841ដល់1859ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការនៅរាជធានីឧដុង្គនៅពុទ្ធសករាជ2389ត្រូវនឹងគ្រិស្តសករាជ1845ត្រូវនឹងមហាសករាជ1768ទ្រង់មានព្រះនាមហៅថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះហរិររាមាឥសរាធិបតីអង្គឌួងទ្រង់ជាបុត្រាពៅនៃព្រះរាមាធិបតីអង្គឯង
នេះគឺជាស្រះទឹកដែលនៅក្នុងស្រះនេះពីសម័យមុនសម័យព្រះរាជវាំងឧត្តមហ្នឹងគឺក្នុងស្រះនេះគឺជាឃ្លាំងប្រាក់បច្ចុប្បន្ននៅសល់តែសសរឈើជ្រងច្រាង 3-4 ប៉ុណ្ណោះតាមពាក្យចចាមអារាមអ្នកដែលនៅក្នុងវត្តនេះបាននិយាយថាមានគេមកដកយកគល់ឈើហ្នឹងទៅប៉ុន្តែពេលដែលដកហើយគឺឈឺរហូតតតែយកឈើហ្នឹងមកដាំវិញទៅបានជាសះស្បើយនេះជាប្រាសាទទេវាវិនិច្ឆ័យគឺនៅពេលដែលទ្រង់ក្រងរាជគឺសម្រាប់ប្រជុំនាម៉ឺនមន្ត្រីកវីបណ្ឌិតចាស់ព្រឹទ្ធាចារ្យផ្សេងកាលពីមុនប្រាសាទទេវាវិនិច្ឆ័យនេះគឺសង់អំពីឈើប៉ុន្តែដោយសារសម័យប៉ុលពតហ្នឹងបានបំផ្លិចបំផ្លាញអស់គណៈកម្មការវត្តក៏ចាប់ផ្ដើមកសាងថ្មីឡើងវិញតាមសៀវភៅសីមាកថាបោះពុម្ពឆ្នាំ 1997 ដោយប៉ែនផៃសរសេរថាពងសាវតាបានបញ្ជាក់ឲ្យដឹងថានៅឆ្នាំខាលឆស័កពុទ្ធសករាជ 2498 គ្រិស្តសករាជ 1854 ព្រះបាទសម្ដេចព្រះរាជអង្ការព្រះហរិររាមាឥសរាធិបតីអង្គឌួងទ្រង់បានបញ្ជាឲ្យសាងសង់ព្រះបរមរាជវាំងនិងស្រះសារពើយុទ្ធគឺនៅក្នុងទីបរិវេណវត្តវាំងចាស់គឺវត្តហរិររាជនីនេះឯងព្រះបរមរាជវាំងនេះមានផ្ទៃដីធំទូលាយមានប្រវែងពីកើតទៅលិច 965 ម៉ែត្រពីជើងទៅត្បូងមានប្រវែង 478 ម៉ែត្រហើយមានកំពែងខ្ពស់ 3 ជាន់សម្រាប់ការពារខ្មាំងគឺកំពែងទី 1 ធ្វើតាមបណ្ដោយខ្នាតទំនប់បង្គោលជាឈើតាត្រាវកម្ពស់ 3 ម៉ែត្រវាយក្តារបិទជិតឈឹងកំពែងទី 2 គឺគូទឹកនិងស្រះនីមួយៗដែលព័ទ្ធជុំវិញព្រះបរមរាជវាំងជម្រៅ 18 ម៉ែត្រមានចិញ្ចឹមក្រពើសម្រាប់ការពារខ្មាំងសត្រូវកំពែងទី 3 នៅគៀកនឹងព្រះរាជដំណាក់គឺកំពែងឥដ្ឋកម្ពស់ 3 ម៉ែត្ររៀបឥដ្ឋនៅក្នុងដី 7 ជាន់ទទឹង 1 ម៉ែត្រកន្លែងតួព្រះវិហារចាស់គឺប្រាសាទទេវាវិនិច្ឆ័យសម្រាប់ប្រជុំនាម៉ឺនមន្ត្រីកវីបណ្ឌិតចាស់ព្រឹទ្ធាចារ្យក្រោយប្រាសាទទេវាវិនិច្ឆ័យគឺមានព្រះរាជដំណាក់នៅខាងមុខគឺឃ្លាំងប្រាក់នៅតាមមាត់ផ្លូវចូលព្រះបរមរាជវាំងមានទីតាំងកាំភ្លើងធំការពារខ្មាំងសត្រូវសប្តាហ៍ថ្ងៃនេះកាំភ្លើងទាំងនេះមាននៅសេសសល់មួយចំនួននៅឡើយបើតាមព្រះរាជពងសាវតាជាសាស្ត្រាស្លឹករឹតនៅវត្តកោកកាបានបង្ហាញថាទីក្រុងឧដុង្គនេះចាប់ផ្ដើមកសាងឡើងក្នុងសតវត្សទី 17 នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះជ័យជេដ្ឋាទី 2 ហើយវត្តវាំងចាស់នេះត្រូវបានកសាងឡើងដោយព្រះបាទអង្គឌួងដែលស្ថិតនៅក្នុងបរិវេណក្រុងឧដុង្គហើយដែលវិហារចាស់នេះត្រូវបានជួសជុលឡើងវិញព្រមទាំងមានដាក់តាំងកាំភ្លើងធំចំនួន 11 ដើមព័ទ្ធជុំវិញទៀតផងនៅឆ្នាំ 1865 ជាឆ្នាំដែលលើករាជធានីឧដុង្គទៅតាំងនៅភ្នំពេញទ្រង់បានថ្វាយព្រះបរមរាជវាំងនេះទៅព្រះវររាជនីជាព្រះមេដារបស់ព្រះអង្គឲ្យគង់នៅទីនេះក្រោយមកព្រះវររាជនីក៏ត្រូវយាងទៅកាន់ក្រុងភ្នំពេញទៀតព្រះអង្គក៏បានយកព្រះបរមរាជវាំងទាំងមូលបូជាឧទ្ទិសចំពោះព្រះពុទ្ធសាសនាដោយដាក់ឈ្មោះថាវត្តហរិររាជនីព្រោះស្ដេចស្រីសោយរាជ្យនៅទីនេះចំណែកក្រោយមកវត្តហរិររាជនីត្រូវបានក្លាយជាវត្តក្នុងវាំងឬវត្តវាំងចាស់តរៀងមកពេលនោះព្រះវររាជនីបាននិមន្តព្រះមហាវិបស្សនាព្រះនាមមឿងមកគង់ជាប្រមុខសង្ឃនៅទីនេះព្រោះតែលោកមានឫទ្ធិអំណាចពូកែស័ក្តិសិទ្ធិណាស់ហើយបើតាមព័ត៌មានពីចាស់ព្រឹទ្ធាចារ្យនិទានប្រាប់ថាព្រះមហាវិបស្សនាព្រះនាមមឿងអង្គនេះមានព្រះឱស្ឋិបអាចសម្រេចនៅសេចក្តីសុខគ្រប់បែបយ៉ាងដល់មហាប្រជាពុទ្ធបរិស័ទបានដូច្នេះវត្តហរិហររាជនីនៅក្នុងសម័យនោះមានភាពរុងរឿងណាស់ជាវត្តបរិបូរណ៍ទៅដោយគម្ពីរដីកាទាំងភាសាបាលីនិងសម្រាយជាវត្តដែលបានបណ្ដុះពូជព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ
វត្តវាំងចាស់បច្ចុប្បន្នមានអាយុកាលប្រមាណ171ឆ្នាំហើយដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងសង្កាត់វាំងចាស់ក្រុងឧដុង្គម៉ាជ័យខេត្តកំពង់ស្ពឺដែលសង្កាត់វាំងចាស់គឺជាទីតាំងអតីតរាជធានីរបស់ប្រទេសកម្ពុជាក្នុងសម័យឧដុង្គចាប់ពីឆ្នាំ1620ដល់ឆ្នាំ1867មុនពេលផ្លាស់ប្ដូររាជធានីមកនៅភ្នំពេញនៅឆ្នាំ1867តទៅនេះសូមទស្សនាសកម្មភាពខ្លះៗរបស់ព្រះសង្ឃនិងអាចារ្យនៅក្នុងវត្តវាំងចាស់នេះក្នុងថ្ងៃត្រៀមរៀបចំពិធីសែនអកអំបុកសំពះព្រះខែនិងបណ្ដែតព្រះទិវអូព្រះអង្គនឹងស្លោទៀនថ្មីហ្នឹងណានេះមើលព្រះអង្គកាប់កមូនស្លោទៀនថ្មីទៀតនេះទៀនយើងសល់ពីទៀនព្រះវស្សាមកយកមកដល់ដាក់កម្ដៅវាស្លោចាក់ជាថ្មីពុះទៀនកាត់ដុតវាទៅទៅឆេះតែក៏ដែរណែរើអាមិនមែនដាក់ចូលក្នុងអស់តោះអាបច្ឆេះហ្នឹងកាត់វាទុកធ្វើដាក់ចូលទាំងលោកដាក់ចូលវិញហេអានឹងដាក់ចូលCùng liêng anh cùng. Ta chẳng gian ngon. Bồn liệng cân non cần liệng. Này, nhớ, ăn hả? Chẳng có tiền. Này. Chẳng có tiền. Chập đam lên ly ấy lượng anh ấy bay vai vậy còn đặt nông nâng tới chăm rồi về nó srong ta cà pong trên mà riệp om bóc đây lục ta lục ta miên xa là sập phâu từ xe pi bờ vọt này mùi miên cái na ai chiêu mà các bà đấy ban này để do sập phâu bờ vọt đang trao nhôm mà các bà nó đưa hai con đó số đo con này lừa nó đưa mày còn nơi con xăng này anh nhé giờ mà làm tu được anh anh ấy dùng bao tham mà đá vậy vâng pe đạn ngày ỏm bột nè cái nè cái từng đồn từng ấy nè này nè bao hay đồn nó sẽ tiêm sầm rập ỏm bột nào ngày xài ngày đập rầm cào anh đang cái cu thời bảo cắt mót cắt về thêm bay bọc đi bọc nè đây sầm rập ở đây đang thay mù nha này cái rồng mặt cài này cái rồng ậu
dương co kia cả lon mà này nên bọc có trâu linh luôn ai nhé nè ở miền tây tây dịch xa mà đã bún này fly chim bọc thấy trong cắt ấy fly cái này con ban bọc nó miền mây cái này miền mây vậy chân khơi nhà thằng nó ăn miền lục tật thì chân tật đã bay trong rồi bà 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 ô chụp chụp mở sân thằng đi cứ chia sạch sòng anh ấy sạch ấy cứ có bá có bơ yôn hay mục nó sạch từ tâm sạch khèng mường bà đây chỉ cần cái cho ta linh bọc và anh ấy lục ta có khom phơ nòng mình phơ nằm bay ở bộ cái squall từng điểm từng lọc của bay này giờ tại ta này tới dù tích tới nè chết này linh bọc linh sau đàn bọc sau này cái hào đàn bọc rồi môi có bà men bọc về bà nè sau nhau hào đàn bọc để nè khai lâu nay nhầm lư cái dây thà sẽ bọc tại bọc bọc đây ắt sầu tầm nổ đây và trong nhom cơ Việt Nam mới nhưng sự giặt chặt đã đòn bọc bạn một với đòn bọc phi với đòn bọc ô với hay cho bọc này trong thơ pe nè lục tà thơ sai đọc pe vì mong pram prực pram là nghĩa chập đam thơ gì chạm đó chụp dây màu này nè màu mà đồng đấy hay còn bà chẳng dân miền là linh phím đạt phímแต่เราตอนเคยเจอตะบาลมาbao lâu được còn cái bọc hai đồng màn nè chẳng từ thót đấy rồi tụi mới tะบาลô giờ trẻ thơ tục nó thì chết mình cho nên cái đó lên squall á bấy người đây bảo bấy bà bấy bấy kệ bấy là phải bỏ bóc dương đá và đá rồi môi rồi bà nè na đá bán vô màu mà bà mình sọc dương màu trồ ruộng cho hờn hết ta bà để thắp bal sầm rạp đào bọc thắp bal trâu miền bấy phần để lâu khơi tại phí bà chờ chừng kia bà anh ấy người đây nó bao muối người đây pì bà bảy nên nó được lá muối giờ đợt thôi được lá bà chừng ấy pì đài chừng ấy đấy sầm rạp ôm bà này rê các bạn liệp thực mì tiệt cà phê sừng cung cái liệp thực mì chừng đó rồi còn mày rồi ăn miền này bà lúc tài cho bộ vọt giờ đấy cả là đấy sừng đạch bàn bật tiền mà ỏi lột mà nè bật tiền mà lột cái lột ông đang năm này đang năm thế đang năm cho tôi là khu đang sầm đạch on ná để bàn bật tiền vọt này mà sầm đạch on đường bà mặt đang non má này còn đã bà cho tôi lô bà chậm mới xong bàn sập phâu đang mất bà bà chọc vào trong mũi ព្រះបាទអង្គឌួងទ្រង់ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនាព្រះអង្គគឺជាអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូបព្រះអង្គពូកែខាងកំណាព្យកាបឃ្លោងដោយបាននិពន្ធរឿងជាច្រើនដូចជារឿងចម្ប៉ាថោងនៅឆ្នាំ 1810 រឿងការកេយនៅឆ្នាំ 1815 និងច្បាប់ស្រីនៅឆ្នាំ 1837 ជាដើម
ព្រះបាទអង្គឌួងទ្រង់សគត់នៅក្នុងរាជវាំងឧត្តមដោយជំងឺនៅក្នុងឆ្នាំ1859